ស្រីអ្នកគ្នានឹងគឺខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបដែលយើងបង្កើត account email របស់យើងឥឡូវយើងចូលមកកន្លែងហ្នឹងហើយយកពាក្យថា add account ហើយយើងយក continue ហ្នឹងមកហើយយើងរងចាំវាបន្តិចអ្នកទាំងអស់គ្នាហើយកន្លែងហ្នឹងគឺយើងយកពាក្យថា create account ហ្នឹងហើយយើងយកពីហ្នឹងយើងយកមួយណាក៏បានដែរកន្លែងហ្នឹងគឺគេឲ្យយើងបំពេញឈ្មោះយើងឥឡូវខ្ញុំសុំដាក់ឈ្មោះខ្ញុំសិនមកហើយដោយសារតែមាន C ម្នាក់គាត់ឲ្យខ្ញុំប្រាប់ពីរបៀបបង្កើត Gmail អញ្ចឹងណាឥឡូវខ្ញុំប្រាប់ពីរបៀបបង្កើតហ្នឹងហើយកន្លែងហ្នឹងគឺថ្ងៃដែលយើងកើតដែរអ្នកនរគ្នាសំខាន់យើងដាក់ឲ្យវាលើអាយុ18ឆ្នាំបើសិនជាយើងធ្វើអាហ្នឹងដើម្បីរកលុយនៅក្នុង YouTube បើសិនជាយើងបង្កើតធម្មតាយើងដាក់ថ្ងៃណាក៏បានដែរអ្នកនរគ្នាហើយអាហ្នឹងគឺយើងត្រូវមករើស email របស់យើងអ្នកនរគ្នាគឺវាមានឧទាហរណ៍យើងពីរឥឡូវខ្ញុំដាក់យកឧទាហរណ៍ទី2ហ្នឹងមកហើយយកពាក្យថា next ហើយកន្លែងហ្នឹងគឺ password របស់យើងអ្នកនរគ្នា password របស់យើងដាក់ password ដែលយើងស្រួលចាំហ្នឹងមកឥឡូវខ្ញុំសុំដាក់ password ចឹងមកហ្នឹងហើយអ្នកនរគ្នាកន្លែងហ្នឹងគឺគេឲ្យយើងដាក់18ដល់ទៅ8ខ្ទង់អ្នកនរគ្នាឥឡូវខ្ញុំដាក់ដល់8ខ្ទង់ហ្នឹងហើយអធិស្ឋានដែលខ្ញុំ reply comment ជាដោយសារថាខ្ញុំត្រូវសារៈនៅពេទ្យចឹងអ្នកនរគ្នាឥឡូវថ្ងៃហ្នឹងគឺខ្ញុំទៅចេញមកពីពេទ្យទេដោយសារតែខ្ញុំឈឺពោះពេកអាហ្នឹងគឺយើងពេញតាមហ្នឹងមកអ្នកនរគ្នានេះយើងរងចាំកូដដែលគេផ្ញើមកអ្នកនរគ្នាហើយយើងនឹងវាយឲ្យដូចកូដដែលគេផ្ញើមកបើសិនជាយើងវាយខុសគឺវាអត់បានទេអ្នកនរគ្នាដោយសារតែខ្ញុំមិញហ្នឹងគឺលេខ2ទៅខ្ញុំច្រឡំវល់មើលអាក្រោមផងមើលលើផងអ្នកនរគ្នាហ្នឹងហើយជាស្រេចកន្លែងហ្នឹងផងខ្ញុំដាក់ឲ្យត្រូវសិនហ្នឹងហើយកន្លែងហ្នឹងគេផ្ញើមក2ដងទៅខ្ញុំច្រឡំមើលលើផងមើលអាក្រោមផងឥឡូវខ្ញុំសរសេរវាឲ្យត្រូវសិនមកហើយរឿង Facebook Power Editor ខ្ញុំនឹងបរៀនអ្នកនរគ្នានៅវីដេអូមួយទៀតអាហ្នឹងគឺគេមានវិធីមួយទៀតមិនមែនថាយើងផុសអត់បានទេអ្នកនរគ្នាហ្នឹងឥឡូវគឺយើងមកមើលនៅក្នុងវីដេអូរបស់យើងវិញសាច់រឿងរបស់យើងដល់កន្លែងនេះយើងយកពាក្យថា I agree មកកន្លែងហ្នឹងគឺកលការរបស់គេទេអ្នកនរគ្នាឥឡូវនេះគឺយើងបាន email មួយហើយអ្នកនរគ្នានៅពេលនេះយើងចុចលើរូបរបស់យើងមកហើយយកពាក្យថាយក channel ហើយកន្លែងនេះគឺយកថា create channel ហ្នឹងជួបគ្នានៅវីដេអូក្រោយ